Welcome to vlog ថ្មីអំពីថ្ងៃពិសេសរបស់ពួកខ្ញុំទាំងពីរនាក់ហើយទៅមើលថាតើយើងមានសកម្មភាពអីគេខ្លះមុននឹងដល់ថ្ងៃមង្គលធំនេះតើទស្សនាទាំងអស់គ្នាចុងសកម្មភាពទី1ធ្វើមិនយើងកក់ហាងឲ្យបានបន្តមកទៀតគឺយើងទៅកាត់រោកូនកំមុំមកហើយដែល after party dress ហើយក៏ទៅរកទិញជាមួយនឹងឈុតកូនក្លោះដែរដោយសារតែពេលល្ងាចគឺកូនក្លោះត្រូវពាក់ឈុតក្រសេអញ្ចឹងណាអញ្ចឹងនេះជាសកម្មភាពយើងទៅលោមួយថ្ងៃនឹងទៅដោយសាររើអត់ត្រូវរកខ្វាត់កម្ដងពណ៌នេះពណ៌នោះអញ្ចឹងណាអញ្ចឹងបន្ទាប់ពីរកឈុតខ្លួនឯងហើយគឺទៅរកទិញអីវ៉ាន់ឲ្យម៉ាក់ម្ដងគឺយើងទៅរកទិញកាបូបយួរដៃឲ្យគាត់ជាមួយនឹងកន្លះដែលយើងត្រូវខ្ទាស់ពេលសូត្រមុនអានេះគឺខ្ញុំទៅដល់កន្លែងបោះដុំហ្មងខ្ញុំអង្គុយរើសហ្មងតបមកទៀតគឺរៀបចំជាមួយនឹងកាដូសម្រាប់ចែកឲ្យភ្ញៀវពេលល្ងាចដោយពួកខ្ញុំយកជាប្រភេទខ្មែរហើយក៏យើងបានផ្ញើលេខឈ្មោះដើម្បីឲ្យខាងហុំពុំគាត់បោះជាធៀបឲ្យហើយតបមកខ្ញុំយកមករៀបតាមក្រុមដើម្បីសួរនៅក្នុងការចែកឈើកាន់អ្នកអស់គ្នាand then ពួកខ្ញុំទៅថត pre wedding អញ្ចឹងទាំងអស់ខ្ញុំថត3ឈុតប៉ុន្តែនៅក្នុង vlog នេះគឺមានតែ2ឈុតទេដោយសារតែឈុតទី3នោះរឿងអស់ខ្យល់ខ្លាំងហើយអ្វីដែលខ្ញុំស្រឡាញ់ពី pre wedding នេះគឺមិត្តភក្តិខ្ញុំទាំងពីរនាក់គាត់បានចូលរួមនៅក្នុងការថតដែរអញ្ចឹងណានឹងខ្ជិលហើយបន្ទាប់មកពួកខ្ញុំបានប្រពន្ធគ្នាទៅមើលឈាមបណ្ឌិតឲ្យអស់ចិត្តមកនឹងចូលរួមការហើយក៏បានឈៀងទៅជួបខាងហាងដែរដើម្បីសួរនាំពីកម្មវិធីរៀបចំមកហើយក៏បានឈៀងទៅចូលយកអញ្ជើញដែលយើងបានកំងហៅចិត្តបន្ទាប់មកមុនមួយសប្តាហ៍គឺខាងសម្អាងគាត់បានហៅយើងទៅលោកកៅអៅជើរើកៅអៅអញ្ចឹងណាអញ្ចឹងថ្ងៃនោះគឺម៉ាក់មួយប៉ាខ្ញុំគាត់បានចូលរួមដែរហើយម៉ាក់ខ្ញុំទៅក្នុងកញ្ចក់ប៉ុន្តែប៉ាខ្ញុំគាត់អត់ថតទេគាត់អៀនកាមេរ៉ាអញ្ចឹងណាអញ្ចឹងឃើញម៉ាក់ឈរមើលរហូតជួយរើរហូតហើយរូប pre wedding ដែលយើងថតថ្ងៃមុនហ្នឹងក៏ហៅដែរអញ្ចឹងវាមានជាប្រភេទសភៅជាមួយនឹងរូបតាំងមុខរោងណាប៉ុន្តែអារូបនេះគឺខ្ញុំផ្ដិតខ្លួនឯងទេដោយសារខ្ញុំចង់ថែមរូបអញ្ចឹងកូនច្អល់តិចមើលពពោះនេះណាណារូបពពោះណាចេអ៊ីកូនណាអ៊ីអ៊ីកូនណាអ៊ីអ៊ីនេះក្រៅរូបថតអ៊ីអ៊ីនេះណារូបថតណារូបថតអ៊ីអ៊ីហ្នឹងបន្ទាប់មកពេលដែលគៀកថ្ងៃខ្លះមែនតើគឺខ្ញុំអង្គុយបត់លុយដាក់ចូលអង្ប៉ៅហើយអញ្ចឹងខ្ញុំការឆ្នាំ2025គឺខ្ញុំដាក់2500រៀលដែរហើយពេលហ្នឹងក៏ខ្ញុំផ្គុំប្រអប់សម្រាប់ដាក់ខូចហ្នឹងគឺខ្ញុំផ្គុំមកហើយដូចគ្នាអញ្ចឹងពេលដែលនៅសល់មួយថ្ងៃកម្មវិធីគឺយើងដាក់តខូចចូលដាក់អាំងប៉ាវចូលយើងបិទហ្មងអញ្ចឹងបងប្អូនយើងដែលគាត់មកជួយហ្នឹងគឺគាត់សូវហត់នឿយនៅក្នុងការធ្វើតង់ស្រង់ហ្មងគឺធ្វើតែមួយផ្លែទេហើយយើងអាចឆាប់បានសម្រាប់ទាំងអស់គ្នាចឹងនេះដល់វគ្គខ្ញុំដើរចែកធៀបជូនមិត្តភក្តិរបស់ខ្ញុំអញ្ចឹងដោយសារតែខ្ញុំអត់សូវមានមិត្តភក្តិច្រើនដែរអញ្ចឹងវីដេអូវាមានតែប្រហែលអ្នកទេហើយអ្នកខ្លះជាមិត្តរួមការងារអ្នកខ្លះជាមិត្តពីសាកលពីបឋមពីវិទ្យាល័យអីគឺមាន Congratulations Thank you បាទចេ single លត់អីពេលនឹងហៅដាក់អីតា and honey ទាំង5មកមួយនេះពេលគ្នាមិនតតដាក់តែមួយមកព្រែនការចូលលុយយកមួយអាលួយដៃបានទៅលើខ្ជូតណាស់និយាយមែនឃើញគេចំការដែរឃើញគេចំការទៅមុនទៅអត់តឲ្យមុនទៅមកតាបងជូនបងបាយអូយ sexy បាទអូនជូនអញ្ជើញការ and then អ្វីដែលខ្ញុំសប្បាយធ្វើគឺការរៀបចំកាដូឲ្យធីមកូនកំមុំរបស់ខ្ញុំមានអ្នកកាដូ2នាក់ជាមួយនឹងអ្នកកាន់ផ្កា2នាក់អញ្ចឹងណាគឺខ្ញុំគួរសេសបុតដោយដៃផ្ទាល់ហើយរៀបចំបតោនោះដាក់តាមកាបូបមួយហើយដាក់ចូលប្រអប់ត្រៀមស្បង់ខ្មៅទុកឲ្យគាត់យកទៅផ្ទះម្នាក់មួយទៀតអញ្ចឹងនេះសប្បាយខ្លាំងអង្គុយធ្វើឡើង enjoy ហ្មងហើយកបោបហ្នឹងគឺខ្ញុំកំងមកម៉ូតស្តៀងគ្នាប៉ុន្តែពណ៌ខុសៗគ្នាទាំងអស់អត់ឲ្យជន់គ្នាទេកុំឲ្យច្នៃគ្នាហើយគឺបង្ហាញក្តីស្រឡាញ់ស្មើគ្នាទាំងអស់សង្ឃឹមថាអ្នកទាំងអស់គ្នាឃើញវីដេអូនេះហើយ appreciate ទឹកចិត្តរបស់ខ្ញុំនិង hope you guys like it and thank you so much for being part of our event នៅពេលដែលជិតដល់ថ្ងៃមែនតើគឺខ្ញុំទៅលាបសក់ធ្វើកញ្ចក់ហើយជូនមកអ៊ំជាមួយនឹងម៉ាក់ទាំងសងខាងមកលាបកញ្ចក់ជុំគ្នាហើយអនាគតគ្រួសារខ្ញុំក៏គាត់ជូនបន្ទាប់មកមុនចូលហូមថ្ងៃគឺមកអ៊ំម៉ាក់មេអនាគតគ្រួសារខ្ញុំជាមួយនឹងបងស្រីគាត់បានមកជួយរៀបកាដូរៀបខូចដាក់ចូលប្រអប់ដាក់ចូលអង្ប៉ាវចងអីរហូតស្រីហើយយើងដាក់ទេដើម្បីដឹកទៅហាងប្រកម្មវិធីរបស់ពួកខ្ញុំធ្វើនៅហាងអញ្ចឹងណាអញ្ចឹងយើងរៀបតាំងពីផឹកវត្តល្ងាចនៅជុំគ្នាអញ្ចឹងទៅចំណែកឯខាងចុងភៅក៏គាត់មក
សង់ហូមកផ្ទះយើងដោយសារតែកម្មវិធីរបស់ពួកខ្ញុំគឺកន្លះថ្ងៃនៅផ្ទះហើយមួយថ្ងៃពេញនៅហាងគឺជាសកម្មភាពពេលយប់ដែលធីមកូនមុំខ្ញុំមកគេងជុំគ្នាចាវល់ហើយនេះអ្នកដោះលែនមួយអ្នកដោះលែននេះកូនកំមុំរំភើបពេកដោះលែនអត់ចេញថ្ងៃហ្នឹងហើយដោះបានតែថ្ងៃហ្នឹងរំភើបពេកហើយមកទទួលតែជាឯងđây nhá nói chuyện cả đây coi thì anh bác đây cho người phơ phê đây đây lên chơi đi Lina Salon sạch đau lên đến nước vẽ sờ rồng ô cái cho tính mất họ đo lên mà nhờ ông cái điều cho cái lời quen kiểu đo lên sạch đau lên toàn thân cái trời xong quay lại cái tôi sẽ lấy bỏ cái cổng đi ôi được vẽ cắt mà to lần tôi vẽ cắt là cái đâu đưa rồi ồ nhưng mà cái đồ chu nó đẹp đỏ mồi Lina Salon Lina Salon mình chui đẹp miên côn đó đẹp cái đồ mới tiệt Lina đây chà đẹp cái đồ tuyệt vời chà miên bay nhẹ tao không sẽ lạc đâu ôi mà mình thọ đâu ôi mày ca không đi xa vậy á bác vậy cái đồ chưa nè canh ca đi vui mày đi sáng không nè khôi chết cái đồ chưa nè canh ca trong ca rồi ui thổi cái sao cho bận ma ta trong ok miên chị ta nè bây giờ ở từ cha mày sai bắp đấy thank you tao về unboxing nhưng họ mới đọc bấy á tao muối bọc thưởng đấy muối bí bay mà you told me thank you នេះសកម្មភាពថតជាមួយនឹងកាដូមានអ្នក unboxing មានអ្នកអង្គុយបាត់ជើងថតរូប unboxing កាដូមកនាងឲ្យថ្ងៃការអូខេអាយ៉ាអូឡំផ្កា ហើយយកជួយពណ៌កាឈូចឹង vlog ចូលរោងគឺចប់ត្រឹមវីដេអូនេះហើយស្អែកឡើងគឺថ្ងៃកម្មវិធីចឹងចំណាប់អារម្មណ៍មកលីណាបន្តិចមានអារម្មណ៍ថារំភើបចង់បានដៃដែរចំណាប់អារម្មណ៍មួយចំណាប់អារម្មណ៍ green tea ឆ្ងាញ់ខ្ញុំពេលដែលលំអីខ្ញុំមកញ៉ាំការបងស្មីតែខ្ញុំអ្នកសប្បាយខំក្រែតបងជួយឲ្យបងឆ្លាញ់គ្នារហូតចានេះគឺជាឈុតសម្រាប់ហាចំនួនពេលព្រឹកគឺខ្ញុំស្រឡាញ់ខ្លាំងដោយសារតាពណ៌របស់ឈុតនឹងហើយជាមួយនឹងមូសសក់ជាមួយនឹងការផាត់មុខនឹងធ្វើឲ្យខ្ញុំ look soft ហើយស្អាតខ្ញុំរ៉េតឲ្យ100លើ100ខ្ញុំ shout out ដល់បងសមាងការលោកសេរីកូជាមួយនឹងអ្នកផាត់មុខធ្វើសក់ខាងបងតាវ៉ាន់ជាមួយនឹងបងសេដែរគឺធ្វើមកស្អាតខ្ញុំស្រឡាញ់ខ្លាំងខ្ញុំមានអារម្មណ៍ថាខ្ញុំ perfect ហ្មងអរគុណច្រើនបងដែលបានតុបតែងខ្ញុំបានស្អាតដល់ស្អាតចាហើយនេះគឺជាសកម្មភាពនៅកន្លែង frame ឬច្រើនខ្លាំងគឺអ្នកអស់នេះថាឆ្ងាញ់គ្រប់គ្នាតែម្ចាស់ដើមការគឺអត់បានភ្លក់ទេចាអរគុណចាហើយនេះគឺជាឈុតទី2សម្រាប់កម្មវិធីបំពាក់ចិញ្ចៀនអញ្ចឹងណាក៏ជា favorite ឈុតរបស់ខ្ញុំដែរខ្ញុំរ៉េតឲ្យ100លើ100ដូចគ្នាបងពណ៌ស្អាតខ្លាំងអរគុណបងសម្អាងការដែលឆ្នៃម៉ូដមកស្អាតហើយ color នោះគឺស៊ីនឹងខ្ញុំហ្មងពេលដែលពាក់ទៅគឺលើកសាច់ឃើញខ្ញុំសអញ្ចឹងណាប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺខ្ញុំខ្លាចគ្រួសារខ្ញុំពាក់ទៅអត់សូវសមព្រោះគាត់រៀងស្អែមអញ្ចឹងណាប៉ុន្តែជាក់ស្ដែងពេលដែលពាក់ទៅគឺសមគ្នាស្អាតទាំងពីរនាក់តែម្ដងមិនស្អាតតែយើងកូនកំមុំនេះអញ្ចឹងឈុតហ្នឹងពេលដែលពាក់ទៅគឺគេទៅសើថាទាំងឈុតទាំងសក់ទាំងមុខគឺសមតែម្ដងមានអីខ្លះមើលមានមែនចាហើយនេះគឺជាឈុតទី3សម្រាប់កម្មវិធីកាត់សក់ឈុតនេះក៏ខ្ញុំស្រឡាញ់ដែរ favorite ដូចគ្នាគឺខ្ញុំរ៉េតឲ្យ100លើ100ដូចគ្នានិយាយទៅឈុតដែលខ្ញុំពាក់គឺខ្ញុំជ្រើសខ្លួនឯងហើយមានការណែនាំពីខាងសម្អាងហើយខ្ញុំក៏ស្រឡាញ់ទាំងអស់តែម្ដងអ្វីដែលខ្ញុំពាក់អ្វីដែលគ្រួសារខ្ញុំពាក់គឺខ្ញុំមើលឃើញស្អាតទាំងអស់ហើយសំខាន់ទៀតគឺសម្លៀកបំពាក់របស់យើងជាមួយនឹងម៉ូដសក់ហើយនឹងផាត់មុខគឺស៊ីគ្នាអញ្ចឹងបើន័យថាខាងសម្អាងជាមួយនឹងខាងជីង
ធ្វើសក់ផាត់មុខគឺគាត់ធ្វើការជាមួយគ្នាបានល្អទៅកូនកំមុំចឹងមកមានការតុបតែងខ្លួនស្អាតតាំងពីខាងលើដល់ខាងក្រោមចឹងណាសម្រាប់ខ្ញុំពេញចិត្តណាស់ថ្ងៃកម្មវិធីរបស់ខ្ញុំហើយជាងថតក៏គាត់ថតរូបបានស្អាតគាត់យល់ពីទម្រង់មុខរបស់យើងថាស៊ីនៅខាងណាចឹងទៅធ្វើឲ្យរូបថតនិងការតុបតែងខ្លួនចេញមកវាល្អឥតខ្ចោះដែលយើងពេញចិត្តតែម្ដង ឥឡូវយើងនិយាយ congratulation ទាំងពីរនាក់ហើយប្រាប់ថាជូនពរនិយាយថាជូនពរស្រឡាញ់គ្នាយូរហើយថាមកយើងឲ្យនិយាយជូនពរដល់ពេលឲ្យចាំមីថាមើលថែមិនភ័ក្រខ្ញុំផងបងចឹង congratulation មីនិយាយថាជូនពរឲ្យស្រឡាញ់គ្នាយូរ congratulation មកស្វាយ ខ្ញុំខ្លាចជាអ្នកមានណាចាប់ពីកម្មវិធីខ្ញុំយកមីនឹងទៅលូហើយណាបងមកជី400ជាងពេញលួយមែនលួយមែនលួយមែនលួយកូនខ្លួនใจសងនិយាយថានឹងសบายអអាខ្លាំងខ្លាយអាប៉ិតបាត់ហ្នឹងយកបាត់ហើយ គេនឹងបោះសំអាងទៅលីគេlạiជួយបោះចាំមកបោះចោលអត់ស្រោមហើយទៅទីអីចឹងមែនតាបាញ់ឡាហើយលុយក៏ឲ្យទៅដែរ ហើយនេះគឺជាឈុតបន្ទាប់របស់ខ្ញុំឈុតកាបលុយណាទាំងអស់គ្នាអញ្ចឹងឈុតនេះក៏ខ្ញុំឆ្លៃដែរខ្ញុំឲ្យ100លើ100ដូចគ្នាដោយសារតែពណ៌ឈុតនេះគឺខាងសម្លាងគាត់ជាអ្នកណែនាំអញ្ចឹងណាជាប្រភេទស្បែកថ្មីហើយការផាត់មុខធ្វើសក់អីគឺសមទាំងពណ៌ក្រានទាំងអីយើងដាក់មកយើងអត់ឆើតពេកអត់ហោះពេកគឺសាកសមជាមួយយើងមកហើយពេលដែលថតរូបហើយគឺ so perfect ហើយអរគុណទៅកាន់ជាងថតអាណាសាជាមួយនឹងខាង decor VC Florist ដែលបានតុបតែង decor បានស្អាតនិងថតរូបបានស្អាតស្គាល់ទម្រង់មុខនិងយកចិត្តទុកដាក់ភ្ញៀវខ្លាំងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងដោយសារតែថ្ងៃចូលរួមជាមួយនឹងពេលល្ងាចអត់មាន vlog ទេអញ្ចឹងអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ